បានសូមបងប្អូនសុខសប្បាយបងប្អូនឥឡូវនេះយើងមកមើលការងារទាំង10ដែលរកចំណូលបានច្រើនជាងគេប្រចាំឆ្នាំនៅក្នុងប្រទេសអូស្ត្រាលីហើយការងារទាំង10នោះភាគច្រើនគឺស្ថិតនៅក្នុងការងារវិទ្យាសាស្ត្រមានន័យថាទាក់ទងនឹងខាងការងារពេទ្យអីជាដើមនឹងហើយប្រាក់ចំណូលដែលរកបានច្រើនទី1គឺការងារទាក់ទងទៅនឹងផ្នែកវាកាត់គាត់អាចរកបានរហូតដល់47,000ជាងហើយបន្ទាប់មកទៀតការងារទី2គឺទាក់ទងទៅនឹងការងារវិទ្យាសាស្ត្រដូចគ្នាគឺទាក់ទងទៅនឹងការដាក់ថ្នាំសណ្ដំគឺរកបាន44,000ជាងហើយការងារលំដាប់ទី3គឺខាងអ្នកធ្វើខាងហិរញ្ញវត្ថុខាងអ្នកដែលទំនាក់ទំនងខាងហិរញ្ញវត្ថុគាត់រកបាន$45,000ជាងហើយការងារទី4គឺទាក់ទងទៅនឹងអ្នកជំនាញផ្នែកអសតសាស្ត្រហើយការងារទី5ទាក់ទងទៅនឹងអ្នកគេហៅថាសរសៃប្រសាទអ្នកជំនាញខាងជំងឺសរសៃប្រសាទហើយទី6គឺទាក់ទងទៅនឹងការងារវិទ្យាសាស្ត្រដូចគ្នាដែរដូចជាការងារទាក់ទងដុកទ័រឬក៏ផ្នែកអីផ្សេងក៏រកចំណូលបាន25,000ជាងក្នុងមួយឆ្នាំចំណែកការងារផ្សេងដូចជាការងារផ្នែកវិស្វករខាងរកមាសក៏រកលុយបានដូចគ្នាដែរ20,000ជាងក្នុងមួយឆ្នាំចំណែកអ្នកច្បាប់ខាងអ្នកជំនាញខាងច្បាប់អីក៏រកលុយបានដូចគ្នាដែរគឺខាងប្រឹក្សាច្បាប់ខាង professor ហ្នឹងគឺបាន$20,000ជាងដូចគ្នាហើយផ្នែក CEO និងអ្នកគ្រប់គ្រងនាយកគ្រប់គ្រងក៏រកបានច្រើនដូចគ្នាដែររហូតដល់19,000ជាងក្នុងមួយឆ្នាំហើយអ្នកចុងក្រោយគឺផ្នែកជំនាញហិរញ្ញវត្ថុខាងគេហៅថាខាងវិនិយោគទុនផ្នែក manager ហ្នឹងគឺរកបាន$19,000ដូចគ្នាដូច្នេះសពស្ដីទៅការងារដែលរកលុយបានច្រើននិយាយរឿងប្រភេទការងារទេមិនមែនជាការរកស៊ីទេគឺការងារផ្នែកវិទ្យាសាស្ត្រហ្នឹងនៅឈរលំដាប់ទី1នៅឡើយទេនៅក្នុងប្រទេសអូស្ត្រាលីហើយឯកសារហ្នឹងគឺយើងដកស្រង់ចេញពីពន្ធដាររបស់ក្រសួងនៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ឆ្នាំនីមួយៗបីចែករំលែកដល់បងប្អូនដែលគាត់ចង់ដឹងពីប្រាក់ចំណូលផ្នែកការងារប្រចាំឆ្នាំអរគុណចាំបងប្អូនជួបគ្នាវីដេអូក្រោយជម្រាបលាបាយ